សម្ដេចរដ្ឋសភាទីការធិបតីខុនសូដារីលើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវបន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធទី24ខែមិថុនាឆ្នាំ2026នេះបានទទួលជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីខេត្តតាកែវដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់ពីរដ្ឋសភាដឹកនាំដោយលោកជំទាវ និនសុផុនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវនិងជាប្រធានគណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីទូរគមនាគមន៍ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍រ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៃរដ្ឋសភាសម្ដេចប្រធានរដ្ឋសភាបានសម្ដែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលប្រតិភូចលនាស្ត្រីខេត្តតាកែវបានអញ្ជើញមកសិក្សាស្វែងយល់ពីរដ្ឋសភានិងបានឆ្លៀតឱកាសជួបសម្ដែងការគូសំជាមួយសម្ដេចនៅក្នុងឱកាសនេះសម្ដេចបានវាតម្លៃខ្ពស់ចំពោះការងាររបស់ក្រុមចលនាស្ត្រីខេត្តតាកែវដែលសម្រេចបានលទ្ធផលជាទីគាប់ចិត្តនៅក្នុងការបំពេញការងារទាំងការងាររដ្ឋបាលតាមស្ថាប័នមន្ទីរក៏ដូចជាការចុះជួយប្រជាពលរដ្ឋផ្សារភ្ជាប់ទុកទុកជាមួយពលរដ្ឋជាប់ជាប្រចាំស្របតាមស្មារតីគោលការណ៍ដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលសម្ដេចទាំងទ្វេផ្ដល់អាទិភាពខ្ពស់បំផុតចំពោះសុខទុក្ខនិងបញ្ហាជីវភាពប្រជាពលរដ្ឋនៅក្នុងការដ៏រីករាយនិងស្និទ្ធស្នាលជាទីបំផុតនេះសម្ដេចប្រធានរដ្ឋសភាបានចែករំលែកនៅសភាពការពិភពលោកនិងសង្គមជាតិជាច្រើនជាមួយប្រតិភូស្ត្រីខេត្តតាកែវពិសេសបានជម្រាបជូនពីការរីកចម្រើននៃការអភិវឌ្ឍរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីវ័យក្មេងប្រកបដោយធម្មវន្តមានភាពវាងវៃម៉ឺងម៉ាត់ដឹកនាំប្រទេសជាតិកសាងបាននូវភាពធន់ជាតិពង្រឹងនៅវប្បធម៌សាមគ្គីជាតិយកឈ្នះបានឧបសគ្គនានាដែលកំពុងប្រឈមទាំងបញ្ហាសកលដែលកំពុងស្មុគស្មាញនិងការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យជាតិកម្ពុជាសម្ដេចធិបតីបានប្រែក្លាយឧបសគ្គនៅក្នុងការកសាងភាពធន់របស់ជាតិទាំងវិស័យសេដ្ឋកិច្ចនិងយោធាសម្ដេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថាទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះយ៉ាងណាក្តីសេដ្ឋកិច្ចកម្ពុជាមានភាពធន់និងរឹងមាំកំពុងឈានឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍនៅឆ្នាំ2030ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050សម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថាចំណែកស្ត្រីនៅកម្ពុជាត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ1979មកម្ល៉េះសម្ដេចតេជោហ៊ុនសែនដែលជាបិតា Gender នៅកម្ពុជាបានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចហើយថាជួយស្ត្រីដោយជួយខ្លួនឯងការលើកកម្ពស់សមភាព Gender ត្រូវបានផ្ដល់អាទិភាពនៅក្នុងនីតិកាលទី7នេះសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាពិភពលោកកាន់តែមានសុវត្ថិភាពស្រស់បំព្រងនិងកក់ក្ដៅជាងមុនប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើននៅក្នុងឱកាសដ៏មានតម្លៃនេះសម្ដេចរដ្ឋសភាធិបតីបានគូបញ្ជាក់ថាយើងត្រូវរក្សាឲ្យបានដាច់ខាតនៅសាមគ្គីភាពផ្ទៃក្នុងកម្លាំងសាមគ្គីភាពរបស់យើងគឺជាខឿនការពារជាតិដ៏រឹងមាំបំផុតមានសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតបាននឹងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយស្ត្រីឈ្លានពានតាមរយៈសមរភូមិការទូតនិងយោធាគ្រប់រូបភាពតាមផ្លូវច្បាប់នយោបាយនិងសាធារណមតិនានាជំវិញពិភពលោកដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើងសកម្មភាពការទូតរបស់កម្ពុជាកំពុងមានព្រៀបលើពួកឈ្លានពានដូច្នេះកម្ពុជាប្រកាន់ជំហររឹងមាំក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិដោយសារតួនាទីស្ត្រីសំខាន់នៅក្នុងសង្គមសម្ដេចរដ្ឋសភាធិបតីប្រធានរដ្ឋសភាបានជំនុំពរដល់ប្រតិភូស្ត្រីខេត្តតាកែវត្រូវបន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គមផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋចូលរួមដោះស្រាយរាល់សំណុំពររបស់ពលរដ្ឋពិសេសបន្តយកចិត្តទុកដាក់ចំពោះគ្រូសាវរៈយុទ្ធជនពលីនិងគ្រូសាវរៈយុទ្ធជនដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខក្នុងកិច្ចការពារបូរណភាពទឹកដីនិងពលរដ្ឋភាគសឹកជាដើម